សួស្តីបងប្អូនបាទអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការទៅបង្កើត API key បាទអញ្ចឹងដើម្បីអាចបង្កើត API key បានបាទបងប្អូនត្រូវមាន Gmail មួយបាទដែលទៅបង្កើតក៏បានជា Gmail ចាស់ក៏បានដែលអត់ធ្លាប់បាទបង្កើតជាមួយនឹង API key អូខេអញ្ចឹងដើម្បីចូលទៅកាន់ការបង្កើត API key បងប្អូនទៅបើក browser របស់បងប្អូនមកបាទខ្ញុំសូមប្រើ browser មួយនេះចុះបាទបន្ទាប់មកបងប្អូនបាទចុចកន្លែង search នេះវាយពាក្យថា Gemini បាទព្រោះយើងបង្កើត API key របស់ Gemini API key បាទវាយប៉ុណ្ណឹងមករួចចុចសញ្ញាព្រួយនេះបន្ទាប់មកបងប្អូនយកកន្លែងបាទ Google AI Studio មិញមករួចចុចលើវាបាទនោះវានឹងបញ្ជូនយើងទៅដល់កន្លែងបាទបង្កើត API key តែម្ដងមកដល់នេះគឺបាទ Gmail ខ្ញុំជា Gmail ថ្មីដែលអត់ធ្លាប់បានប្រើប្រាស់ជាមួយនឹង AI Studio ទេគឺវាចង់ឲ្យយើងបាទយល់ព្រមព្រៀងគ្នាដើម្បីប្រើប្រាស់វាសិនបងប្អូនអូសចុះមកក្រោមបងប្អូនឃើញ agreement បាទកិច្ចព្រមព្រៀងបងប្អូនចុច tick វាមួយមកនៅខាងក្រោមនេះបងប្អូនចុច tick មួយទៀតមកដើម្បីអីបាទដើម្បីឲ្យយើងអាចទទួលបាន email សម្រាប់ការអាប់ដេតផ្សេងៗឬក៏សម្រាប់បាទការជូនដំណឹងផ្សេងរបស់ Google មកកាន់យើងបងប្អូន tick ទាំងពីរហ្នឹងហើយបងប្អូនចុចកន្លែង continue អូខេនោះGemini AI Studio នឹងចាប់ផ្ដើមបង្កើត key auto ឲ្យយើងមួយតែម្ដងបាទសូមរងចាំបន្តិចវាកំពុងតែធ្វើការបង្កើត API key ឲ្យយើងដោយស្វ័យប្រវត្តិបាទនេះគឺវាបានបង្កើតឲ្យយើងស្វ័យប្រវត្តិតែម្ដងអញ្ចឹងមកដល់ចំណុចនេះខ្ញុំបញ្ជាក់ទៅលើ API key បន្តិចថា API key ណាដែលអាចប្រើបានហើយប្រភេទណាដែលប្រើអត់បានបាទអញ្ចឹងបើសិនជា Gmail យើងថ្មីអត់ទាន់មានការ ban ពី Google ទេចា Gmail ដែលអត់ទាន់មានការចុះឈ្មោះជាមួយនឹង AI Studio ទេគឺយើងគ្រាន់តែចូលកន្លែងបង្កើត key ព្រាងគេនឹងបង្កើតឲ្យយើងមួយតែម្ដងគឺ free ឲ្យយើងអញ្ចឹងបងប្អូនអាចចលេចមើលកន្លែងនេះបាទកន្លែងនេះគឺដាក់ថា free tier បាទខាងក្រោម set up វា link នេះបាទ free tier អញ្ចឹងប្រភេទ API key ដែលមាន free tier បែបនេះគឺជា API key ដែលល្អបាទអាចយកទៅប្រើការបានបើសិនជាកន្លែងនេះมันមានពាក្យថា free tier ទេបាទអញ្ចឹង API key នោះគឺអត់អាចយកទៅប្រើការអីបានទេបាទធ្វើការអីតាមមួយ plate ហ្នឹងស្រួលគឺអស់តែម្ដងគឺដល់ limit តែម្ដងអញ្ចឹងលុះត្រាតែយើង set up ទៅលើ payment បានថាយើងបង់ប្រាក់ដើម្បីប្រើប្រាស់ប៉ុន្តែបើសិនជាមានបែបនេះគឺវា free ឲ្យយើងបានប្រើប្រាស់បានគួរសមដែរបាទអញ្ចឹងដើម្បីបង្កើត API key ថ្មីបងប្អូនអាចចុចកន្លែង create API key នេះមកយើងបង្កើតថ្មីមួយទៀតបន្ទាប់មកបងប្អូនចុចកន្លែង project រួចជ្រើសរើសកន្លែង create project បាទរួចដាក់ឈ្មោះ project របស់យើងមកដាក់ឈ្មោះអីក៏បានដែរបាទខ្ញុំសូមដាក់ថា VOS បាទ translate SRT បាទដោយសារតែយើងបង្កើតនេះគឺយកទៅបកប្រែបាទដូចជា file ឯកសារ SRT របស់យើងរួចបងប្អូនចុចពាក្យ create project តាមពិតទៅការបង្កើត API key បាទយើងបង្កើត project នៅក្នុង Gmail យើងគឺបានច្រើនបាទ4 5អីចឹងទៅប៉ុន្តែ project ផ្សេងគ្នាការបង្កើតគឺបងប្អូនមិនត្រូវបង្កើតបាទផ្ទួនគ្នាពេកទេបងប្អូនអាចទុករយៈពេលឲ្យវាឧទាហរណ៍ថាបងប្អូនបង្កើតនៅថ្ងៃនេះឬបាទចាំ2 3ម៉ោងក្រោយចាំបង្កើតបើអាចចាំស្អែកបាទចាំថ្ងៃស្អែកចាំបង្កើតទៅល្អបាទឥឡូវខ្ញុំបង្កើតបញ្ជីបានហើយខ្ញុំបង្កើតឈ្មោះ key ម្ដងបាទឈ្មោះ key ដាក់អីក៏បានគឺដូចគ្នាយើងចង់ដាក់អីក៏បានដែរបាទដាក់ VOS translate បាទ SRT ដែរមកដាក់ដូចគ្នាក៏បានរួចចុចកន្លែង create key បាទនៅនេះយើងមានសំឡេងបាទរំខានបន្តិចបន្តួចបាទអញ្ចឹងក៏សូមអធិស្ឋានពីបងប្អូនទាំងអស់គ្នាបាទឥឡូវយើងកំពុងតែបង្កើតហើយបាទ
អូខេឥឡូវបង្កើតបានរួចរាល់ហើយអូខេនេះយើងបង្កើតបានប្រភេទ free type មួយទៀតហើយអញ្ចឹង API key ទាំងពីរនេះគឺអាចយកទៅប្រើប្រាស់បានទាំងពីរអូខេអញ្ចឹងនេះគឺជារបៀបនៃការបង្កើត API key ដូចខ្ញុំបញ្ជាក់អញ្ចឹងការបង្កើត API key បងប្អូនអាចបង្កើតបានច្រើននៅលើបាទ Gmail តែមួយអាចយកទៅប្រើការបានប៉ុន្តែការបង្កើតបងប្អូនខ្ញុំរីកមិនឲ្យបង្កើតត្រឹមតែ5ទៅបានហើយproject ផ្សេងគ្នាបាទឈ្មោះផ្សេងគ្នាអញ្ចឹងទៅហើយសំខាន់បំផុតនោះគឺកន្លែង free tiler នេះឯងហើយការបង្កើតគឺត្រូវតែមានចន្លោះពេលឧទាហរណ៍ថាខ្ញុំបង្កើត API key នៅថ្ងៃ15ខែ6ឆ្នាំ2026នេះអញ្ចឹងចាំថ្ងៃ16ចាំយើងបង្កើតមួយទៀតបាទចាំយើងបង្កើតមួយទៀតអញ្ចឹងយើងបង្កើតតែ2ឬក៏3អីទៅបាទប៉ុណ្ណឹងសិនទៅយើងអាចរងចាំរយៈពេលណាមួយទៀតចាំយើងបង្កើតទៀតកុំឲ្យខាង Google ហ្នឹងគេ suspend មកកាន់យើងគេសង្ស័យថាយើងបាទមានសកម្មភាពមួយមិនប្រក្រតីគេអាចនឹងបិទរបស់យើងអូខេអញ្ចឹងចំពោះវីដេអូរបៀបនៃការបង្កើត API key របស់ Gemini បាទគឺមានតែប៉ុណ្្នឹងទេអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមគោរពលា